វិបស្សនាជាវិជារបស់ព្រះពុទ្ធសាមណគោតមយើងដែលព្រះអង្គបានស្វែងយល់ដោយអង្គឯងហើយទ្រង់បានសម្រេចវិជានេះព្រះអង្គបានត្រាស់ដឹងរួចចាកផុតពីភពដែលចេះតែកើតចាស់ឈឺស្លាប់ព្រះអង្គបានចែករំលែកវិជានេះទៅសពសត្វព្រមទាំងបានបង្កើតព្រះធម៌និងព្រះសង្ឃដើម្បីផ្សព្វផ្សាយវិជានេះឲ្យទូលំទូលាយទៅកាន់ពិភពលោកគឺ2570ឆ្នាំមកហើយរហូតមកដល់ពេលនេះវិជានេះក៏ចេះតែបាត់រលត់ទៅតាមកម្មសំណាងល្អសម្រាប់ពួកយើងនៅពេលនេះដែលបានរៀនវិជានេះតាមសំណើដើមទាំងស្រុងដែលសល់នៅមានបង្រៀនតគ្នាពីព្រះគ្រូនៅប្រទេសភូមាហើយជាកុសលដែលមានសិស្សឥណ្ឌាម្នាក់កើតនៅភូមាឈ្មោះសណូហ្គូអេនកាបានរៀនវិជាវិបស្សនានេះពីព្រះគ្រូភូមារបស់គាត់ឈ្មោះសាយាយិយូបាគីនហើយរឹតតែកុសលផលបុណ្យសម្រាប់យើងដែលព្រះគ្រូហ្គូអេនកាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីបើកធម្មសាលាបង្រៀនវិជានេះដល់មនុស្សលោកយើងឡើងវិញជាច្រើនប្រទេសក្នុងនោះក៏មានប្រទេសយើងផងដែរវិបស្សនាជាវិជារបស់ព្រះដែលពិសោធន៍ឃើញសេចក្តីពិតដោយខ្លួនឯងគឺព្រះអង្គបានទៅដល់ទីជម្រៅនៃចិត្តខ្លួនឯងរហូតព្រះអង្គបានរួចចាកផុតទុក្ខទាំងឡាយទាំងពួងវិជានេះគឺជាវិជាសកលដែលមិនប្រកាន់និកាយណាឡើយព្រោះវិជានេះគឺទាល់តែអ្នកពិសោធន៍ដោយខ្លួនឯងគ្មានមន្តអាគមគ្មានការបញ្ចូលកម្លាំងធាតុឲ្យបានសម្រេចនោះឡើយបើអ្នកចង់គេចចេញពីសេចក្តីទុក្ខចូលទៅវាសកាត់ទីជម្រៅរបស់ចិត្តពីមួយស្រទាប់ទៅមួយស្រទាប់ចូលពិនិត្យមើលពីសង្ខារវេទនាជាទុក្ខនិងសង្ខារវេទនាជាសុខដែលកើតរលត់នៅក្នុងក្របខ័ណ្ឌកាយនិងចិត្តរបស់អ្នកគ្មានការពិតណាដែលអាចពន្យល់បានទេក្រៅពីអ្នកខ្លួនឯងចូលទៅពិសោធន៍រកឲ្យឃើញនៅសេចក្តីពិតពីខ្លួនឯងតែប៉ុណ្ណោះ10ថ្ងៃដែលខ្ញុំបានរៀនវិជានេះបានធ្វើឲ្យខ្ញុំភ្លឺភ្នែកវិជានេះអីក៏ល្អម្ល៉េះទេព្រះពុទ្ធអីក៏អស្ចារ្យម្ល៉េះទេទោះបី10ថ្ងៃជាពេលខ្លីណាស់សម្រាប់រៀនវិជានេះតែយើងបានយកបច្ចេកទេសនេះមកអភិវឌ្ឍរាល់ព្រឹកល្ងាចរហូតអស់មួយជីវិតវិជានេះនឹងជួយអ្នកឲ្យបានរួចរំដោះទុក្ខយ៉ាងច្រើនហើយធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងពីជាតិនេះរហូតដល់ជាតិមុខខ្ញុំកណាសូមក្រាបសំពះគោរពដឹងគុណព្រះអង្គដែលទុកវិជានេះដល់មនុស្សលោកខ្ញុំកណានឹងខំរៀនវិជានេះហើយនឹងចែករំលែកវិជានេះទៅកាន់មនុស្សលោកឲ្យរួចចាកផុតទុក្ខទាំងអស់គ្នាសូមឲ្យមនុស្សលោកទាំងមូលទទួលបាននូវបុណ្យកុសលដែលខ្ញុំកណាបានរៀនវិបស្សនា10ថ្ងៃសូមឲ្យមនុស្សនិងសពសត្វទទួលបាននូវមេត្តាករុណាទទួលបាននូវសុខសន្តិភាពពិតប្រាកដសុខដុមរមនាពិតប្រាកដ